សូមស្ដីអ្នករាល់គ្នាសូមស្វាគមន៍កម្មកណ្ណណៈជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរគឺខ្ញុំមានរឿងរ៉ាវមួយមកចែករំលែកនិងប្រាប់អ្នកទាំងអស់គ្នារឿងរបស់យើងថ្ងៃនេះគឺជាប់ពាក់ព័ន្ធទៅនឹងផ្ទះដែលជាកេរមរតករបស់យាយរឿងនេះផងដែរគឺបានកើតឡើងទៅលើបងស្រីម្នាក់ដែលបងស្រីម្នាក់នោះគាត់មានឈ្មោះថាបងនាងហើយបងនាងគាត់ប្រាប់ថាតាំងពីពេលដែលគាត់បានបដូរពីទីកន្លែងមួយទៅកន្លែងមួយទៀតហើយទៅរស់នៅផ្ទះយាយទូរបស់គាត់នៅខេត្តកំពង់ឆ្នាំងនោះគាត់ចេះតែជួបរឿងរ៉ាវប្លែកៗជាច្រើនដូចជាខ្មោចលងនិងមានអំពើអាត្មប់ទៀតផងហើយបងនាងបានប្រាប់ផងដែរថាគឺមានគេមកធ្វើដាក់លើអំពើផ្ទះរបស់គាត់ហើយប្រិយមិត្តចង់ដឹងថាសាច់រឿងរ៉ាវយ៉ាងណានោះតោះមកស្ដាប់ជាមួយ admin ដូចទៅជាដំបូងបងស្រីបានរៀបរាប់អំពីដំណើរគ្រួសាររបស់គាត់សិនគ្រួសាររបស់គាត់គឺមានសមាជិក3នាក់នៅក្នុងនោះមានកូន2នាក់ស្រី1ប្រុស1កូនបងដែលជាយុវជនម្នាក់ឈ្មោះថាវិចិត្រមានអាយុ18ឆ្នាំហើយរស់នៅក្នុងទីរួមខេត្តសៀមរាបជាមួយនឹងម្ដាយរបស់គាត់ដែលឈ្មោះថាបងនាងនឹងឯងនិងប្អូនស្រីម្នាក់ទៀតឈ្មោះថាសៃពៅជាការពិតណាស់គ្រួសារនេះកំពុងតែជួបប្រទះទៅនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដោយសារតែការចាប់ចម្ពាក់បំណុលគេយ៉ាងច្រើនម្យ៉ាងវិញទៀតនោះកំណើនលុយកាក់ចាប់ចម្ពាក់គេច្រើនពេកពួកគាត់ក៏ត្រូវបង្ខំចិត្តលក់ផ្ទះនៅក្នុងទីក្រុងដើម្បីយកលុយទៅសងបំណុលគេដូច្នេះហើយទៅសម្រេចចិត្តរើទៅនៅផ្ទះចាស់របស់យាយទួតដែលស្ថិតនៅខេត្តកំពង់ឆ្នាំងលើពីនេះទៅទៀតមុននឹងចេញដំណើរនោះបងនាងបានទូរស័ព្ទទៅកាន់ពូសុកដែលពូសុកនឹងត្រូវជាបងប្រុសបង្កើតរបស់គាត់ដើម្បីប្រាប់អំពីគម្រោងនេះផងដែរបន្តទៅទៀតគាត់ក៏បានជិះរថយន្តផ្ទាល់ខ្លួនមួយហើយបានចាកចេញដំណើរក្នុងពេលរាត្រីក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវដ៏ងងឹតមួយព្រំពេចនោះដែរឡានចាស់របស់ពួកគាត់ក៏អស់សាំងកណ្ដាលផ្លូវតែសំណាងល្អរថយន្តរបស់គាត់ក៏បានឈប់នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងដែលមានម៉ាកយីហោ PTT ហើយជាសក្ខីភាពណាបុគ្គលិកស្ថានីយ៍ប្រេងម្នាក់បានចេញមកជួយរុញឡានរបស់គាត់ដើម្បីឲ្យចូលទៅក្នុងស្ថានីយ៍ដើម្បីងាយស្រួលចាក់សាំងគាត់ក៏ប្រញាប់ប្រញាល់យកសាំងចាក់យ៉ាងរហ័សរហួនដាក់ក្នុងរថយន្តរបស់បងនាងចតុយ៉ាងណាវាចិត្តក៏ចាប់អារម្មណ៍នឹងទឹកចិត្តល្អរបស់គាត់ខ្លាំងណាស់ក្រោយពីបានចាក់សាំងគ្រប់គ្រាន់ហើយនោះគ្រួសារទាំង3ក៏បន្តដំណើរទៅកាន់គោលដៅដែលគាត់ចង់ទៅក្រោយពីការចាក់ចេញពីទីលំនៅហើយនោះពួកគាត់ក៏បានដល់គោលដៅនៅក្នុងខេត្តកំពង់ឆ្នាំងប៉ុន្តែមិនទាន់មកដល់ផ្ទះយាយនៅឡើយទេជាក់ស្ដែងណាពលឺថ្ងៃក៏បានរេចោះតុនទៀបបន្តិចម្ដងចុងក្រោយក៏បានសាប់សូន្យសន្សំហើយផ្ទៃមេឃប្រែជាពណ៌ស្វាយលាយក្រហមព្រឿងរីឯឡានពណ៌ទឹកប្រាក់របស់បងនាងវិញម្ដងបានបើកបរតាមផ្លូវដីក្រហមរលាក់រលូនបន្សល់នៅធូលីហើយត្រឡោមពេញដងផ្លូវហើយច្រកចូលទៅក្នុងផ្ទះរបស់យាយមានផ្លូវលំតូចមួយចូលទៅខាងក្នុងលុះចូលទៅដល់ខាងក្នុងហើយវិចិត្រក៏ភ្ញាក់ពីគេងក្នុងឡានល្មមបន្តមកទៀតយើងក៏លេចមើលទៅវិចិត្រវិញគាត់ក៏បានសម្លឹងមើលទៅខាងក្រៅបង្អួចហើយសង្កេតឃើញថាដើមឈើធំឈួរតម្រៀបគ្នាដូចជាយក្សដ៏ធំដែលកំពុងតែខ្សឹបខ្សៀវគ្នាប្រាប់អំពីរឿងអាកបាំងអ្វីមួយអញ្ចឹងចំណែកឯសៃពៅវិញណាដែលកំពុងតែដេកលក់នៅក្នុងឡាននោះក៏ភ្ញាក់ឡើងហើយក៏ងើយមុខឡើងទៅលើព្រោះឡានបានមកដល់ផ្ទះយាយល្មមហើយសៃពៅក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពេលហ្នឹងគាត់បានឃើញស្រមោលមនុស្សមួយមកឈរនៅខាងមុខផ្ទះនៅជាន់ខាងលើហើយគាត់ក៏បានស្រែកប្រាប់ម៉ាក់របស់គាត់ថាម៉ាក់នរណាកំពុងឈរនៅទីនោះប៉ុន្តែស្រីនាងងើយមើលទៅលើវិញក៏គ្មានអ្វីសោះមានតែស្រមោលរុក្ខជាតិបោកតាមកម្លាំងខ្យល់តែប៉ុណ្ណោះព្រោះនៅខាងលើគឺមានតែរុក្ខជាតិប្រភេទដូចជាអាគីដេចង់រំយោលនៅជាន់ខាងលើហាក់ដូចជាមានមនុស្សនៅថែរក្សានៅក្នុងផ្ទះនឹងអញ្ចឹងនៅពេលហ្នឹងផ្ទះឈើមួយខ្នងដ៏ធំសម្បើមក៏បានបង្ហាញមុខឡើងនៅចំពោះពួកគាត់លើពីនេះទៅទៀតណាវាសង់នៅលើដីខ្ពស់ហើយនៅក្នុងផ្ទះណា
មានទុករបស់របរជាច្រើនទៀតផងម្យ៉ាងវិញទៀតក្នុងផ្ទះនោះមានចណ្ដាលឈើជាង10កាំមិនតែប៉ុណ្ណោះក្បឿងដំបូលប្រឡាក់ស្លែបៃតងហើយនៅតាមជ្រុងខ្លះនៃស្លែនោះប្រែជាពណ៌ខ្មៅដូចជាត្រូវភ្លើងឆេះជាយូរមកហើយផ្ទុយទៅវិញបង្អួចឈើទាំងប៉ុន្មានក៏ត្រូវបានបិទលើកលែងតែបង្អួចមួយដែលនៅជន់ខាងលើតែប៉ុណ្ណោះដែលបើកចំហដល់ពាក្យកណ្ដាលយល់ទៅយល់មកតាមកម្លាំងខ្យល់បង្កើតជាសម្លេងដូចជាសត្វរៃយំក្នុងខែប្រាំងឬសូរ៉ែរ៉ែភ្លាមនោះដែរវិចិត្រក៏បានសម្រេចចិត្តចុះពីឡានមុនគេហើយគាត់ក៏មិនទុកពេលទំនេរឡើយគាត់ក៏បោះចំហៀនទៅតម្រង់ផ្ទះចាស់មួយនឹងនៅកន្លែងនោះមានស្មៅដ៏ខ្ពស់ត្រឹមកជើងឬត្រឹមភ្នែកគោហើយគាត់មានអារម្មណ៍ថាស្មៅទាំងអស់នោះសើមនិងត្រជាក់ប្លែកពេលហ្នឹងគាត់ក៏បានដើរទៅប៉ះស្មៅប្រៀបដូចជាដៃមនុស្សឬក៏ដូចជាសាកសពដែលស្លាប់ដែលមានសភាពយ៉ាងត្រជាក់ខ្លាំងមកចាប់ជើងគាត់ជាប់អញ្ចឹងតែវិចិត្រធ្វើដូចជាមិនខ្វល់ហើយគាត់ក៏បានដើរចូលទៅក្នុងផ្ទះភ្លាមរំពេចនោះដែរគាត់ក៏បានឡើងលើចណ្ដាលឈើដោយយ៉ាងប្រយ័ត្នប្រយែងហើយស្រាប់តែក្តារមួយបានបាក់ស្រុតបន្តិចធ្វើឲ្យដៃរបស់គាត់ទៅកាន់ចណ្ដាលដែលយើងហៅថាកាន់ភ្នែកដៃណាចតុយ៉ាងពេលវិចិត្រលើកដៃមកមើលគាត់ឃើញឈើនោះសើមហើយមានពណ៌ក្រហមចាស់ប្រហាក់ប្រហែលដូចជាឈាមស្ងួតជាយូរមកហើយបើយើងនិយាយអំពីទ្វារខាងក្រៅផ្ទះវិញទ្វារនោះមានសភាពរខេរខាក់បន្តិចប៉ុន្តែទ្វារខាងមុខត្រូវបានចាក់សោដោយសោច្រេះដ៏ធំមួយវិចិត្រដកសោនោះចេញរួចរុញទ្វារចូលទៅស្រាប់តែពេលហ្នឹងគឺខ្យល់ត្រជាក់មួយបានបក់ចេញពីខាងក្នុងផ្ទះនាំមកនូវក្លិនផ្អួរនៃឈើចាស់លាយឡំនឹងក្លិនសត្វកណ្ដុរដែលងាប់នៅក្នុងមានក្លិនអ្វីមួយទៀតដូចជាសាកសពស្អីរលួយត្រូវបានបិទបាំងដោយទឹកអប់ឬទឹកក្រអូបខ្លះៗក្នុងផ្ទះហ្នឹងហើយផ្ទះនៅខាងក្នុងក៏ងងឹតឈឹងព្រោះមិនទាន់មានភ្លើងអគ្គិសនីមកដល់ឡើយទេលើកលែងតែពន្លឺព្រះច័ន្ទនៅពេលព្រលប់ដែលសាយភាយតាមស្នាមប្រេះនៃក្តារឈើចាំងចូលមកខាងក្នុងតាមរយៈខែភ្លឺនៅពេលរាត្រីក្នុងសភាពងងឹតនោះវិចិត្រឃើញបាយសីមួយដែលគេរៀបចំយ៉ាងមូលមីនៅលើធ្នើដែលចាស់មួយចំណុចនេះហើយបាយសីនោះមិនមែនជាបាយសីធម្មតាទេវាជាបាយសីដែលធ្វើអំពីដីខ្មៅលាយជាមួយរបស់អ្វីមួយដែលមានពណ៌ក្រហមគាត់លូកដៃទៅប៉ះឬយកមកហិតក្លិនស្អុយយ៉ាងខ្លាំងបានបក់បោកចូលក្នុងច្រមុះស្ទើរតែធ្វើឲ្យគាត់ក្អួតហើយក្លិនដូចជាសាកសពស្អុយជាច្រើនថ្ងៃមិនចឹងលើសពីនឹងទៅទៀតនៅកាច់ជ្រុងបន្ទប់គាត់ក៏បានឃើញស្នាមជើងប្រឡាក់ដីដើរពេញនឹងពីកន្លែងមួយទៅកន្លែងមួយហើយស្នាមជើងទាំងអស់នោះនៅតែសើមហាក់ដូចជាទៅតែដើរកាលពីប្រហែលនាទីមុននោះអញ្ចឹងហើយធម្មតាផ្ទះដែលទុកចោលហេតុអ្វីក៏មានស្នាមជើងមនុស្សដើរនៅលើនឹងវាចិត្តចាប់ផ្ដើមចម្លែកនៅក្នុងចិត្តប៉ុន្តែពួកគេមានខ្វល់ទេពួកគេក៏នាំគ្នារៀបចំបន្ទប់នៅយប់នឹងតែម្ដងព្រោះពួកគេមកដល់ទាំងយប់ណាមួយម្នាក់ដូចជាអស់កម្លាំងខ្លាំងណាស់ម្ល៉េះហើយពួកគាត់ក៏បានរៀបចំរបស់របរចូលក្នុងផ្ទះដោយសារតែភ្លើងអគ្គិសនីមិនទាន់មានបងនាងក៏បានអុជទៀនចំនួន2ទៅ3ដើមហើយក៏ដាក់នៅលើតុដើម្បីបំភ្លឺពន្លឺភ្លើងទៀនពណ៌លឿងស្រអាប់បានធ្វើឲ្យស្រមោលក្នុងវត្ថុនានាលោតផ្លោកនៅលើអញ្ចឹងឈើបង្កើតបរិយាកាសគួរឲ្យព្រឺព្រួចប៉ុន្តែម្នាក់មិនបានចាប់អារម្មណ៍ទេព្រោះពួកគាត់អស់កម្លាំងរៀងខ្លួនលើកលែងតែវិចិត្រម្នាក់គាត់ដើរទៅងូតទឹកនៅក្នុងបន្ទប់ទឹកដៃកាន់ភ្លើងទៀនឈូលទៅក្នុងបន្ទប់ទឹកគាត់បាននិយាយថាពេលហ្នឹងមានសម្លេងតុកែយំម្ដងម្កាលទៀតផងប៉ុន្តែគាត់មិនដែលខ្វល់ព្រោះគាត់យល់ថាវាជាច្បាប់របស់ធម្មជាតិរបស់សត្វក្រោយពីវិចិត្រងូតទឹករួចហើយគាត់ក៏បានត្រឡប់មកវិញចូលទៅក្នុងបន្ទប់នៅជាន់កណ្ដាលគេបង្អស់ក្រោយពីអង្គុយមួយស្របក់ដើម្បីឲ្យសក់ក្បាលស្គូតបន្តិចនោះពេលនោះវិចិត្រកំពុងតែជូតសក់ដែលនៅសើមបន្តិចបន្តួចស្រាប់តែគាត់បានឮសូរសំឡេងនៅជាន់ខាងលើយ៉ាងខ្លាំងពីលើក្បាលរបស់គាត់សំឡេងដូចជាមានមនុស្សដើរទៅដើរមកហើយពេលខ្លះមានតន្ត្រំជើងទៀតផងកាលហ្នឹងវិចិត្រគិតថាប្រហែលជាប្អូនស្រីរបស់គាត់ដោយគិតថាស្រីពៅឡើងគាត់ក៏បានស្រែកឡើងប៉ុន្តែស្រីពៅក៏បានតបមកវិញពីក្នុងផ្ទះបាយនៅជាន់ខាងក្រោមដដែលពេលនោះវិចិត្រញាប់ផ្អើលយ៉ាងខ្លាំងហើយក៏គិតថាតើចុះនរណានៅលើប៉ុន្តែគាត់មិនបានប្រាប់ដល់ម្ដាយគាត់ទេហើយបន្ទាប់មកសំឡេងនោះកាន់តែលឺឡើងនិងកាន់តែខ្លាំងឡើងដូចជាមាននរណាម្នាក់កំពុងតែរត់ពីម្ខាងទៅម្ខាងទៀត
នៅយប់ហ្នឹងបងនាងក៏កេងលក់ប្រកបជាអ្នកបើកបរហើយអស់កម្លាំងចំណែកឯកូនស្រីពៅកេងលក់ជាមួយនឹងម្ដាយរបស់គាត់នៅក្នុងបន្ទប់ជាមួយគ្នាលើកលែងតែវិចិត្រម្នាក់គាត់ដែលគាត់មានអារម្មណ៍ថាដូចជាមានអ្វីមួយមកលងបង្លាច់របស់គាត់នៅពេលដែលគាត់សង្ងំកេងគាត់តែងតែឮសូរសំឡេងព្រិចប្រោកតាំងនៅលើដំបូលឬក៏នៅខាងក្រោមនិយាយរួមគាត់គឺចិត្តអត់ស្ងប់ទេប៉ុន្តែគាត់ចេះតែបិទភ្នែកទៅធ្វើយ៉ាងណាឲ្យដល់ពេលភ្លឺលុះព្រឹកឡើងមីងរបស់គាត់ម្នាក់បានមកលេងព្រោះឮដំណឹងថាមានបងប្អូនកូនក្មួយមកផ្ទះចាស់ហ្នឹងមីងម្នាក់ហ្នឹងឈ្មោះថាមីងនីហើយមីងនីបានមកដល់ហើយក៏បានយករបស់របរដូចជាបាយម្ហូបសម្លមកឲ្យហើយអង្គុយនិយាយរាក់ទាក់ជាមួយនឹងបងនាងប៉ុន្តែអ្វីដែលចម្លែកនោះគឺថាមីងនីមើលទៅដូចមិនទេគឺគាត់ចេះតែសម្លឹងមើលរបស់របរក្នុងផ្ទះហើយកែវភ្នែកពោពេញទៅដោយរឿងចម្លែកនិយាយរួមគឺដូចផ្អើលអញ្ចឹងហើយគាត់ក៏បានងាកមើលជុំវិញខ្លួនជាញឹកញាប់ហើយសម្លឹងទៅកាន់ចដាដែលឡើងទៅកាន់ចន្ទខាងលើដោយកែវភ្នែកពោពេញទៅដោយការភ័យខ្លាចនិងបង្កប់អាកំបាំងមីនេះក៏បានផ្សិតប្រាប់បងនាងកុំឲ្យនៅទីនេះព្រោះផ្ទះនេះយាយទូតទុកចោលយូរណាស់មកហើយបើចង់ចូលនៅតើតែធ្វើពិធីសែនព្រេនឬក៏ហៅលោកមកសុទ្ធមុនទើបអាចនៅបាននៅពេលហ្នឹងបងនាងបានសួរអំពីមូលហេតុមីងនេះក៏ប្រាប់ថាគ្រាន់តែនិយាយលេងទេរួចហើយក៏ដើរទៅបាត់ទៅបន្សល់នៅវត្ថុនានាដែលគាត់យកមកឲ្យបងនាងនិងកូនរបស់គាត់ប្រហែលកន្លះម៉ោងក្រោយមកពូសុកក៏បានមកដល់គាត់មើលទៅធម្មតាទេញញឹមរាក់ទាក់ហើយនាំយកនំចំណីមកឲ្យក្មេងៗពូសុកគាត់មានមុខរបរមួយគឺជាគ្រូបង្រៀនហើយគាត់ជាមនុស្សមានសិលធម៌ខ្លាំងណាស់ដូច្នេះបងនាងក៏ជឿជាក់គាត់ទាំងស្រុងហើយគាត់ក៏បានប្រាប់ឲ្យបងនាងកុំឲ្យបារម្ភអីហើយគាត់និយាយថាគ្មានរឿងអ្វីដូចមីងនេះនិយាយនោះទេគាត់ក៏បានចង្អុលទៅកាន់ថង់ក្រហមតូចមួយដែលព្យួរទៅនៅលើធ្នើទ្វីដោយប្រាប់ថាគាត់បានដាក់របស់ការពារឲ្យហើយវិចិត្រសម្លឹងមើលថង់នោះហើយឃើញថាវាមានរាងចម្លែកហើយហាក់ដូចជាកំពុងតែលោតផ្លោតហើយកម្រោកចុះកម្រោកឡើងដូចជាមានអ្វីមួយនៅក្នុងអញ្ចឹងហើយបងនាងបានរៀបចំកន្លែងគេងឲ្យសេពៅនៅចុតខាងក្រោមរីឯវិចិត្រត្រូវឡើងទៅគេងនៅលើតែម្នាក់ឯងហើយគាត់បានឡើងទៅចុតខាងលើដោយការស្ទាក់ស្ទើរប៉ុន្តែគាត់ដឹងថានៅខាងលើរឿងប្លែកបន្តិចហើយចណ្ដើរឈើដែលគាត់បានឈានដើរជន់ឮសូរសំឡេងក្ដុងក្ដាំងរាល់ពេលដែលគាត់បោះចំហៀនម្ដងពេលដែលឡើងដល់ខាងលើគាត់ក៏បានបើកពន្លឺទូរស័ព្ទដៃរបស់គាត់ដើរចូលទៅក្នុងបន្ទប់ដើម្បីបំភ្លឺព្រោះគាត់មិនទាន់មានអគ្គិសនីនៅឡើយនៅចុងខាងលើមានបន្ទប់តូចចំនួន3តម្រង់ជួរគ្នាវិចិត្របានរើសបន្ទប់កណ្ដាលដែលមានទំហំធំជាងគេបន្តិចនៅក្នុងបន្ទប់មានគ្រែឈើចាស់មួយទូកៅអៅមួយនិងកញ្ចក់បុរាណមួយដែលដាក់នៅលើតុតូចគាត់ក៏បានដុតទៀនមួយដើមដាក់នៅលើតុក្បែរគ្រែពន្លឺភ្លើងទៀនបានធ្វើឲ្យស្រមោលរបស់គាត់នៅលើជញ្ជាំងមើលទៅវែងហើយនឹងឆ្ងាយហើយនឹងខ្មៅងងឹតយ៉ាងចម្លែកបន្ទាប់មកទៀតនោះគាត់ក៏បានដកទូរស័ព្ទរបស់គាត់ខលទៅកាន់សង្សាររបស់គាត់ដែលឈ្មោះថាអាស្មៃដំបូងឡើយពួកគេបានជជែកគ្នាជាធម្មតាប៉ុន្តែអាស្មៃបានស៊ូដោយសម្លេងញញថាតើវិចិត្រកំពុងលៀបមុខមែនទេនាងក៏បានប្រាប់ឲ្យវិចិត្រកលេចមើលទៅខាងក្រោយដោយថាមានមនុស្សស្រីម្នាក់កំពុងតែតោងជាងសក់វែងហើយកំពុងតែទម្លាក់សក់មុខស្លេកហើយមានឈាមតិចហូរតាមច្រមុះនិងស្រុកត្រចៀកសម្លឹងមកគាត់ដោយបើកភ្នែកធំវិចិត្របានបែរក្រោយហើយបានងាកទៅយ៉ាងលឿនប៉ុន្តែគ្មាននរណាទេទោះជាយ៉ាងណាក៏ដោយនៅក្នុងកញ្ចក់បុរាណនោះគាត់ក៏បានឃើញស្រមោលព្រិលមួយនៅពីក្រោយគាត់មានរាងដូចជាមនុស្សស្រីសក់វែងខ្មៅរលើបស្លៀកសំពត់ខ្មៅគាត់ក៏បានស្រែកឡើងដោយមិនដឹងខ្លួនរួចប្រញាប់បិទទូរស័ព្ទពេលសម្លឹងមើលទៅលើកញ្ចក់ម្ដងទៀតស្រមោលនោះក៏បានបាត់ទៅប៉ុន្តែនៅលើកញ្ចក់វិញមានស្នាមដៃប្រឡាក់ឈាមមួយគូដូចជាមាននរណាម្នាក់បានអោបកញ្ចក់ពីខាងក្រោយរពេចនោះដែរទៀនក៏បានរលត់បាត់ទៅដោយគ្មានខ្យល់បក់សំបីតែបន្តិចភ្លាមនោះទូរស័ព្ទរបស់វិចិត្របានរោឡើងសារជាថ្មីបងនាងបានខលមកប្រាប់ឲ្យគាត់ចុះទៅបិទទ្វារនៅខាងមុខផ្ទះផងព្រោះអីទ្វារនៅខាងមុខចំហចោលនៅឡើយទេហើយពេលហ្នឹងរឿងងឹតយប់ទៀតផងវិចិត្របានក្រោកឡើងដោយស្ទាក់ស្ទើរនៅក្នុងចិត្តយកភួយមករំខ្លួនទាំងញួរញាក់
រួចចុះទៅជន់ខាងក្រោមព្រោះតែម្ដាយប្រើហើយត្រូវទៅពេលដើរកាត់បន្ទប់ធំគាត់បានសម្លឹងមើលទៅខាងក្រៅបង្អួចហើយក៏បានឃើញស្ត្រីម្នាក់ឈរនៅខាងក្រៅលបងក្រោមបន្លឺព្រះច័ន្ទមើលទៅរាងស្លេកស្ត្រីម្នាក់នោះពាក់សម្ពត់ពណ៌ខ្មៅអាវសសក់វែងហើយបិទបាំងមុខស្ទើរទាំងស្រុងនាងមិនបានធ្វើចលនាអ្វីទេគឺគ្រាន់តែឈរសម្លឹងមកវិចិត្រដោយគ្មានប្រពេចភ្នែកឡើយពេលនោះវិចិត្របានយកដៃញីភ្នែកដើម្បីមើលកាន់តែច្បាស់ស្រាប់តែពេលហ្នឹងនាងកាន់តែឈរគៀកជាងមុនទៀតពេលនោះស្រីពៅបានស្រែកយ៉ាងខ្លាំងពីក្នុងផ្ទះបាយវិចិត្រក៏ប្រញាប់ប្រញាល់រត់ទៅទីនោះហើយឃើញស្រីពៅកំពុងតែអង្គុយនៅលើអេតដៃទាំងពីរប្រឡាក់ទឹកត្រីប៉ុន្តែមុខស្លេកស្លាំងដូចជាសាកសពមិនអញ្ចឹងស្រីពៅបាននិយាយទាំងញ័រថាពូសុកបានបើកភ្នែកធំហើយលៀនអណ្ដាតដាក់នាងទៀតផងអណ្ដាតវែងណាស់ដល់ដីហើយភ្នែកពូមានពណ៌ក្រហមនៅពេលហ្នឹងបងនាងក៏បានរត់ចុះមកពីក្នុងបន្ទប់ហើយប្រាប់ថាពូសុកគាត់បានទៅផ្ទះវិញតាំងពីម៉ោង1ម៉ោងមុនមកម្លេះហើយគាត់ប្រាប់ថាកុំយកពូសុកមកលេងសើចអីចាប់បងកូនទាំងអស់នេះក្នុងពេលនោះដែរពួកគេក៏បានឮសូរសំឡេងរត់ទេបតបនៅលើក្បាលមិនមែនជាសំឡេងដើរធម្មតាទេគឺជាសំឡេងរត់យ៉ាងលឿនពីម្ខាងទៅម្ខាងទៀតដូចជាមានអ្វីមួយកំពុងទៅតាមប្រមាញ់អញ្ចឹងឬតាមដេញគ្នាពេញនឹងទន្ទឹមនោះដែរទ្វារបន្ទប់ទាំងអស់នៅចុងខាងលើក៏បានចាប់ដើមលន់សូរក្តាំងដូចជាមាននរណាម្នាក់កំពុងតែបេះបើកវាយ៉ាងលឿននៅពេលនេះបងនាងចាប់ដើមងើយមុខឡើងទៅលើលើកនេះនាងក៏បានឮដែរវិចិត្របានសុំម្ដាយកុំអោយឡើងទៅមើលហើយស្ម័គ្រចិត្តដើម្បីឡើងទៅមើលឲ្យខ្លួនឯងគាត់ក៏បានឡើងចដើរយ៉ាងយឺតបោះចំហៀនមួយធ្វើឲ្យក្តារឈើលន់ស្នូពេញនឹងដោយវិចិត្រទោះបីឲ្យគាត់ដើរខំថ្នមយ៉ាងណាក៏ដោយពេលទៅដល់ខាងលើគាត់បានឃើញផ្សែងតិចហើយពេញបន្ទប់នៅខាងលើមានក្លិនផ្អួរនិងក្តៅខុសធម្មតាទ្វារបន្ទប់ទាំង3បានបើកចំហទាំងអស់គាត់ក៏បានដើរចូលទៅកាន់បន្ទប់កណ្ដាលដែលជាបន្ទប់របស់គាត់ហើយឃើញក្រេត្រូវបានរុញចេញខុសពីកន្លែងដើមទូកៅអៅបើកចំហហើយកៅអៅទាំងអស់ត្រូវបានគេប្រមូលយកទៅដាក់កណ្ដាលបន្ទប់រៀបចំជារាងមូលដូចជាសម្បុកសត្វអញ្ចឹងនៅលើគំនូរកៅអៅនោះមានស្នាមជើងទទេតូចប្រឡាក់ដីសើមដូចជាមានក្មេងតូចម្នាក់កំពុងតែរំលេងនៅទីនោះដានជើងតូចដូចជាពួកកូនក្មេងមរេងកង្វាលតូចរត់លេងពេញហ្នឹងនៅក្នុងបន្ទប់ហ្នឹងលាតសន្ធឹងដ៏ធំគាត់បានដើររកមើលក្នុងផ្ទះដោយកពាត់ដៃទៅខាងក្រោយរំពេចនោះដែរកំពុងតែសម្លឹងមើលស្នាមជើងនោះស្រាប់តែមានដៃមួយបានលូកចាប់គាត់ពីខាងក្រោយហើយគាត់ក៏ស្រាប់តែងាកខាងក្រោយមកវិញឃើញមីងនេះឈរនៅពីក្រោយវិចិត្រដោយទឹកមុខគួរឲ្យខ្លាចប៉ុន្តែនៅពេលនេះមីងនេះមើលទៅខុសប្លែកជាងមុនឆ្ងាយណាស់មុខស្លេកស្លាំងបបោមាត់ខ្មៅហើយកែវភ្នែកគ្មានពលឺតតែសោះដូចជាកញ្ចក់ពីថ្លាអញ្ចឹងគាត់សូម្បីតែហាមាត់និយាយក៏មិននិយាយដែរគឺគ្រាន់តែអូសដៃវិចិត្រយ៉ាងខ្លាំងចុះទៅខាងក្រោមវិញដោយសភាពដូចខ្មោចចូលហើយក្រហមទៀតផងកម្លាំងរបស់មីងនេះនៅពេលហ្នឹងមិនមែនជាកម្លាំងមនុស្សធម្មតាទេវាធំធេងដូចជាកម្លាំងកំរោលចូលអញ្ចឹងរាងកាយរបស់គាត់ត្រជាក់ដូចទឹកកកពេលគាត់អូសដៃវិចិត្រចាប់ដើមមានអារម្មណ៍ថាព្រឺសបល់ខ្ញាក់ពេលចុះទៅដល់ក្រោមមីងនេះបានរុញវិចិត្រឲ្យទៅកាត់បងនាងនិងស្រីពៅរួចក៏បានស្រែកប្រាប់ឲ្យចេញពីផ្ទះនេះឲ្យលឿនហើយមីងនេះបានប្រាប់ថាផ្ទះនេះត្រូវបានគេគ្រប់គ្រងហើយខ្មោចបានចូលមកតាំងពីប្រឡប់ហើយរឿងដ៏តក់ស្លុតនោះគឺពូសុកបានស្លាប់តាំងពីមួយអាទិត្យមុនមកម្លេះបងនាងគាត់មិនព្រមជឿទេដោយថាទៅតែជួបពូសុកកាលពីប្រហែលមុននោះមីងនេះក៏បានស្តបវិញថាអ្នកដែលពួកគេបានជួបនោះគឺមិនមែនពូសុកទេគឺគ្រាន់តែជាខ្មោចបន្លំខ្លួនហើយវាកំពុងតែលបួងឲ្យពួកគេនៅទីនោះដើម្បីយកព្រលឹងអ្នកទាំងអស់គ្នាក្រោយពេលមីងនេះនិយាយរួចគាត់ក៏បានសម្លាប់បាត់ស្មារតីមួយផ្លេតក្រោយមកក៏ដឹងខ្លួនវិញហើយបាននិយាយថាមានរឿងអីកើតឡើងហេតុអីកើតមកទីនេះម្នាក់ដឹងសាច់រឿងតែព្យាយាមមិននិយាយស្ដីតទៅសោះរំពេញនោះដែរភ្លើងទៀនទាំងអស់ក៏ត្រូវលត់ក្នុងពេលតែមួយទាំងដែលគ្មានខ្យល់បក់មកទេបន្ទាប់មកទៀតក៏មានសំឡេងសើចយ៉ាងចម្លែកមួយបានបន្លឺឡើងចំវិញខ្លួនដូចជាសំឡេងលន់ក្នុងលអាងភ្នំអញ្ចឹងឬកងរំពងពេញនឹង
ហើយសំឡេងហ្នឹងមិនមែនជាសំឡេងមនុស្សសើចទេគឺដូចជាការកោះកញ្ចក់នឹងក្តារឈើលាយឡំជាមួយនឹងសំឡេងដកដង្ហើមខ្លីៗពេលហ្នឹងមីនីក៏បានដឹងខ្លួន 100% ហើយគាត់ក៏បានរុញគ្រូសាទាំង3នាក់ឲ្យចូលក្នុងឡានហើយក៏បានប្រាប់ថាបញ្ញាប់ចេញពីទីនេះសិនទៅហើយទុកឲ្យខ្ញុំនៅទីនេះហើយដូច្នេះគ្រូសាបងនាងមិនកន្តើយឡើយក៏បានប្រញាប់ប្រញាល់ចូលក្នុងឡានពេលបើកឡានទៅដល់ផ្លូវលំមួយធ្វើយ៉ាងណាចេញពីផ្ទះនេះបានឆាប់រហ័សចំណែកឯវិចិត្រវិញបានងាកមើលទៅក្រោយឃើញមិញនេះឈួរនៅលើរៀនហាលមកផ្ទះហើយធ្វើកាយវិការដូចជាកវីដៃលាដោយទឹកមុខអញញឹមនៅពេលហ្នឹងវិចិត្រនៅតែសម្លឹងមិនដាក់ភ្នែកសោះគាត់ចង់ដឹងយ៉ាងខ្លាំងណាស់ប៉ុន្តែឡានរបស់គាត់បានបើកទៅឆ្ងាយបន្តិចមិញនេះក៏បានរលត់បាត់ដូចជាផ្សែងដែតនៅលើអាកាសវេហាបាត់ទៅចំណែកឯបងនាងវិញខំបើកឡានលឿនយ៉ាងណាតែឡានដូចមិនទៅមុខគាត់មានអារម្មណ៍ថាដូចជាមានណាគេទាញពីក្រោយអញ្ចឹងវិចិត្រគាត់ក៏បានឃើញដូចជាមានដៃណាម្នាក់លូកចាប់ឡានរបស់គាត់ហើយគាត់មានអារម្មណ៍ថាមានស្រមោលខ្មៅមួយកំពុងតែលូកដៃវែងហើយចាប់ឡានរបស់គាត់ដែលកំពុងបើកបោទៅឆ្ងាយឡានរបស់បងនេះបានបើកបោយ៉ាងប្រញាប់ប្រញាល់ឆ្លងកាត់ផ្លូវដីក្រហមក្នុងទីងងឹតដោយពន្លឺព្រះច័ន្ទត្រូវបានបាំងដោយពពកពណ៌ខ្មៅស្ទើរតែទាំងស្រុងទៅហើយវិចិត្រអង្គុយក្បែរបង្អួចរីឯសេពៅវិញអង្គុយអោបជើងម្ដាយរបស់គាត់ទាំងញ័រញាក់នៅកៅអីខាងគាត់នៅតែភ័យព្រោះគាត់មិនដែលបានជួបរឿងចឹងពីមុនមកទេបងនាងគាត់ប្រាប់ថាពួកគេកំពុងតែធ្វើដំណើរទៅកាន់ផ្ទះពូសុកនៅតាមផ្លូវវិចិត្របានគិតពិចារណាអំពីហេតុការណ៍ទាំងអស់គាត់នឹកឃើញស្នាមជើងសើមក្លិនស្អុយដូចជាសាច់រលួយទឹកមុខស្លេកស្លាំងរបស់មីនីគាត់ក៏បានសួរម្ដាយថាប្រសិនបើពូសុកស្លាប់មែនណាតើនរណាដែលមកផ្ទះគាត់កាលពីល្ងាចមិញបងនាងនោះស្ងៀមមិនអាចឆ្លើយបានឡើយព្រោះគាត់ដឹងថាមានគេធ្វើអំពើដាក់ក្នុងផ្ទះរបស់គាត់ប្រហែលជា20នាទីក្រោយមកឡានរបស់គាត់ក៏បានបត់ចូលទៅក្នុងភូមិមួយដែលក្នុងផ្ទះនីមួយៗបិទទ្វារទាំងអស់តាមផ្ទះនីមួយៗគ្មានពន្លឺភ្លើងឡើយហាក់ដូចជាចម្លែកខ្លាំងណាស់អញ្ចឹងពេលមកដល់កន្លែងដែលត្រូវសម្រាកហើយនោះវិចិត្រសម្គាល់ឃើញថានៅខាងមុខផ្ទះរបស់ពូសុកដែលសង់ពីលបងបេតុងមានពន្លឺភ្លើងទៀនតាមបង្អួចបងនាងបានចុះពីឡានយ៉ាងប្រញាប់ប្រញាល់ទៅគោះទ្វារយ៉ាងខ្លាំងហើយបានស្រែកហៅពូសុកធម្មតាផ្ទះរបស់គេនៅពេលយប់គឺហៅពីខាងក្រៅគឺមិនងាយណាត់នរណាបើកឡើយព្រោះខ្លាចមានជនខិលខូចមកលួចបន្លំបងនាងបានហៅហើយហៅទៀតមួយសន្ទុះក្រោយមកទ្វារបានបើកហើយពូសុកក៏បានបង្ហាញខ្លួននៅចំពោះមុខពួកគេមានរាងដូចមនុស្សធម្មតាទាំងស្រុងគាត់មើលទៅរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានសួរថាមានរឿងអ្វីកើតឡើងបានជាមកទាំងយប់អធិរបែបនេះបងនាងសម្លឹងមើលទៅគាត់ដោយភ្នែកធំស្ទើរតែមិនហ៊ានជឿថាគាត់នៅរស់ទេពេលចូលទៅដល់ក្នុងផ្ទះបងនាងបានរៀបរាប់រឿងរ៉ាវទាំងអស់តាំងពីដើមរហូតដល់ចប់នៅពេលដែលស្ដាប់ចប់ពូសុកនៅស្ងៀមហើយមានអាការៈដូចភ្លឹកមិនទេដូចជាគាត់កំពុងគិតរឿងអ្វីមួយហើយនៅទីបំផុតណាគាត់ក៏បានដកដង្ហើមធំហើយប្រាប់ការពិតគ្រប់យ៉ាងថាបងនេះជាអ្នកយកដីកប់ខ្មោចទៅធ្វើពិធីនៅក្នុងផ្ទះនោះឲ្យតែមាននរណាស្លាប់ហើយមានគេចាប់ដាប់ដុតខ្មោចគាត់ក៏បានសុំដីដែលសល់ពីសាកសពដែលដុតនោះដូចជាស្យូងអីជាដើមគាត់តែងតែប្រមូលទុកក្នុងថង់ម្យ៉ាងវិញទៀតម្ចាស់បនសពគេក៏ឆ្ងល់ដែរតែគេមិនហ៊ានសួរព្រោះគេកំពុងតែបាត់បង់សមាជិកគ្រួសារហើយជាឱកាសល្អមីនេះក៏បានដើរប្រមូលទៅរបស់តែអញ្ចឹងដើម្បីគាត់យកទៅធ្វើមន្តអាគមឬទៅឲ្យគ្រូមន្តអាគមធ្វើអំពើអំព័ន្ធផ្សេងមូលហេតុគឺដោយសារតែលុយកាក់និងការចំណែនហើយមីនេះចង់បានផ្ទះនោះជាខ្លាំងហើយធ្វើគ្រប់វិធីទាំងអស់ធ្វើយ៉ាងណាឲ្យបានមកជារបស់ខ្លួនដូច្នេះហើយគាត់ធ្វើគ្រប់វិធីដើម្បីមកជារបស់គាត់ដោយសារតែគាត់កំពុងតែជាប់ជាពាក្យបំណុលគេយ៉ាងច្រើនហើយគាត់ក៏ចំណែននឹងបងនាងដែរដែលបានទទួលមរតកនេះវិចិត្របានសួរថាហេតុអ្វីបានជាមីនីបន្លំខ្លួនមកជួយពួកគេចេញពីផ្ទះពូសុកបញ្យល់ថាអ្នកដែលជួយនោះគឺមិនមែនជាមីនីទេគឺជាខ្មោចដែលគាត់បានហៅមកតែវាបានคล้ายទៅជាខ្មោចកាចហើយចង់យកបលឹងពួកគេទាំងអស់គ្នាដំណើរដែលបន្លំខ្លួនមកជួយនោះគឺដើម្បីឲ្យគេជឿវាប៉ុន្តែការពិតវាចង់សម្លាប់អ្នកទាំងអស់គ្នាទៅតាមផ្លូវទៅវិញ
បងនាងបានសួរទៀតថាហេតុអ្វីបានជាពូសុកទុកឲ្យពួកគេនៅក្នុងផ្ទះនោះបើគាត់ដឹងថារឿងចម្លែកកើតឡើងអញ្ចឹងទៅវិញពូសុកបានឆ្លើយថាគាត់ក៏បានដាក់របស់ការពារនៅក្នុងផ្ទះនោះរួចហើយដូចជាថង់យន្តគ្រឿងការពារមានទឹកមុនជាដើមប៉ុន្តែមីងនេះបានប្រមូលយកចេញទាំងអស់មុនពេលដែលពួកគេទៅដល់គាត់មិននឹកស្មានថាមីងនេះធ្វើបាបដល់កម្រិតនោះទេហើយគាត់គិតថាគ្រាន់តែជាការនិយាយតែប៉ុណ្ណោះនៅទីបំផុតបងនាងអង្គុយស្ងៀមទឹកភ្នែកកាន់តែហូរហើយបងនាងមិនដឹងថាគូខឹងនឹងអ្នកណាឡើយអ្វីដែលបងនាងត្រូវការបំផុតនេះគឺត្រូវការទីជម្រកសិននិងសន្តិភាពសម្រាប់គ្រួសាររបស់គាត់ពូសុកបាននិយាយថាគាត់នឹងនាំពួកគេទៅជួបព្រះសង្ឃដែលនៅវត្តក្បែរនោះដើម្បីសុំឲ្យលោកប្រោះព្រំប្រសិទ្ធិផ្ទះហើយត្រូវដុតដីកប់ខ្មោចនិងវត្ថុស័ក្តិសិទ្ធិនានាចោលអស់ព្រលឹមស្រាងឡើងបងនាងនិងកូនរបស់គាត់ក៏ភ្ញាក់ពីគេងបន្ទាប់ពីបានសម្រាប់នៅផ្ទះពូសុកបានមួយយប់ពូសុកក៏នាំគ្រួសារគាត់ទាំងមូលទៅកាន់វត្តដែលនៅចម្ងាយឆ្ងាយប្រហែលជា5គីឡូម៉ែត្រពីភូមិវត្តនេះមានសភាពស្ងប់ស្ងាត់ហុំព័ទ្ធដោយដើមឈើធំមានក្លិនធូបហុយសាយពេញបរិវេណហើយវត្តនេះល្បីថាមានព្រះសង្ឃពូកែណាស់ខាងរំដោះគ្រោះនិងខាងដោះអំពើទៀតផងពួកគេបានចូលទៅកាន់វត្តហើយថ្វាយបង្គំព្រះសង្ឃហើយបាននិមន្តលោកមកឲ្យជួយប្រោះព្រំប៉ុន្តែព្រះសង្ឃបានឲ្យគ្រូសាស្ត្ររបស់គាត់ធ្វើបន់សិនដូចជាធ្វើសមាធិវិបស្សនារួចឲ្យគាត់ចូលទៅជួបព្រះចៅអធិការដែលព្រះចៅអធិការមានព្រះនាមថាព្រះអង្គហេនហើយព្រះអង្គហេនជាព្រះសង្ឃចាស់មួយអង្គមានប្រជញ្ញប្រហែលជាង70ព្រះវស្សាប្រហិតប៉ុន្តែព្រះភ័ក្ត្ររបស់ព្រះអង្គវិញគឺមកទៅភ្លឺថ្លាដូចជា50ឆ្នាំអញ្ចឹងព្រោះព្រះអង្គធ្វើសមាធិនិងវិបស្សនាជារៀងរហូតព្រះអង្គបានទទួលស្ដាប់រឿងរ៉ាវគ្រប់បែបយ៉ាងហើយព្រះអង្គគ្រូក៏មានសង្ឃដីកាថានឹងមន្តទៅពេលល្ងាចនិងទឹកមន្តឲ្យយកទៅប្រោះព្រំពេញផ្ទះសិនមុនពេលដែលព្រះអង្គនិមន្តទៅដល់លុះដល់ពេលល្ងាចព្រះអង្គគ្រូហេននិងភិក្ខុសាមណេរចំនួន4អង្គទៀតបានមន្តទៅកាន់ផ្ទះនោះព្រះសង្ឃទាំងអស់បានចូលទៅក្នុងផ្ទះហើយចាប់ដើមសូត្រធម៌និងលើករាសីដែលមានអាចារ្យម្នាក់កាន់ផ្តិលដើរតាមសូរសំឡេងពីរោះរបស់ព្រះសង្ឃបានបន្លឺឡើងពេញផ្ទះធ្វើឲ្យបរិយាកាសដ៏ត្រជាក់ណានិងព្រឺព្រួយក្នុងផ្ទះនោះប្រែคล้ายទៅជាការកក់ក្ដៅបន្តិចម្ដងដោយអំណាចនៃពុទ្ធមន្តរបស់ព្រះសង្ឃសូត្រធម៌ក្នុងពេលកំពុងតែសូត្រព្រះអង្គគ្រូហេនបានឃើញដីកប់ខ្មោចនៅលើជើងពៀននិងថង់យន្តខ្មៅពីរ3ទៀតដែលលាក់នៅខាងក្រោមកម្រាលឥដ្ឋវត្ថុទាំងនោះត្រូវបានគេយកទៅដុតចោលនៅទីវាលខាងក្រោយផ្ទះដោយមានការសូត្រធម៌និងឧទ្ទិសបុណ្យកុសលបញ្ជូនឲ្យវិញ្ញាណក្ខន្ធខ្មោចដែលបានស្លាប់ទៅហើយព្រះអង្គក៏បានប្រោះព្រំទឹកមន្តពេញផ្ទះចាប់តាំងពីជាន់ខាងក្រោមរហូតដល់ជាន់ខាងលើហើយនឹងបានចងខ្សែសីមានៅតាមទ្វារនិងបង្អួចទាំងអស់ដើម្បីការពារកុំឲ្យវិញ្ញាណកំណាចណាមួយចូលមកទៀតនៅទីបំផុតក្រោយពីពិធីអស់រយៈពេលចំនួន2ម៉ោងព្រះអង្គគ្រូហេនក៏មានសង្ឃដីកាប្រាប់ថាផ្ទះនេះបានរួចចាក់ចេញពីភាពបងសៅហើយនិងឧបទ្រពចង្រៃទៀតហើយគ្មានអ្វីត្រូវភ័យខ្លាចទៀតទេប្រហែលថ្ងៃក្រោយមកបងនាងនិងវិចិត្រហើយនិងស្រីពៅបានត្រឡប់មករស់ក្នុងផ្ទះដែលជាគេមរតករបស់យាយទួតវិញលើកនេះគ្មានហេតុការណ៍ចម្លែកអ្វីកើតឡើងទៀតឡើយហើយផ្ទះនោះក៏បានក្លាយទៅជាកន្លែងសុខសាន្តស្ងប់ស្ងាត់ពោពេញទៅដោយសំណើចនិងសេចក្តីស្រឡាញ់របស់គ្រួសាររបស់គាត់ចំពោះមីនីវិញទោះបីជាមីងនាងមិនបានទៅឆ្លោះប្រកែកជាមួយនឹងគាត់ក៏ដោយព្រោះគាត់យល់ថាជាប្អូនរបស់គាត់ណាមួយមីនីជាសាច់ញាតិរបស់គាត់ទៀតផងអញ្ចឹងបងនាងមិនគិតពីការសងសឹកនោះទេប៉ុន្តែទំនាក់ទំនងរវាងបងប្អូនទាំងពីរគឺត្រូវកាន់តែឃ្លាតឆ្ងាយបន្តិចម្ដងដោយមីនីក៏បានសម្រេចចិត្តចាកចេញពីខេត្តនេះទៅកាន់ខេត្តផ្សេងព្រោះដើម្បីជៀសវាងរឿងអាម៉ាស់ចំណែកឯវិចិត្រវិញគាត់បានរៀនមេរៀនដ៏ធំមួយអំពីហេតុការណ៍នេះគឺមនុស្សខ្លះអាចរស់នៅកាចសាហាវជាងខ្មោចទៀតផងពេលជប់ឡើងវិចិត្រក៏មិនសូវហ៊ានខលទូរស័ព្ទទៅកាន់សង្សាររបស់គាត់ដែលឈ្មោះថាអាស្មីដែរពីព្រោះនាងចូលចិត្តតែនិយាយបន្លាចដដែលប៉ុន្តែគាត់ដឹងថានាងធ្វើបែបហ្នឹងគឺដោយសេចក្តីស្រឡាញ់រឿងរ៉ាវទាំងអស់នេះគឺជាបទពិសោធន៍ដែលគ្រូសាស្ត្ររបស់វិចិត្រមិនអាចបំភ្លេចបានឡើយហើយនៅចងចាំជារៀងរហូតសូមអរគុណអ្នករាល់គ្នាដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយប្រិយមិត្តណាដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe អ្នកមួយផងដើម្បីឲ្យ Admin មានកម្លាំងចិត្តធ្វើវីដេអូថ្មីៗបន្តទៀតសូមអរគុណ